មកអញ្ចឹងអ្នកដែលរៀនថ្នាក់សង្គមបើសិនជានៅមានអារម្មណ៍ថាខ្លួនឯងវល់អត់ដឹងថាធ្វើអីចាប់ពីណាទៅណាវីដេអូនេះគឺសម្រាប់អ្នកទាំងអស់គ្នាអញ្ចឹងដូចដែលយើងធ្លាប់បានដឹងហើយថាថ្នាក់សង្គមគឺវាមានមុខវិជ្ជាប្រវត្តិវិទ្យាសិលធម៌ពលរដ្ឋផែនដីវិទ្យាគណិតវិទ្យាភូមិវិទ្យាអង់គ្លេសជាពិសេសហ្នឹងគឺអក្សរសាស្ត្រខ្មែរដែលមានពិន្ទុរហូតដល់125ពិន្ទុមិនថាសិស្សសង្គមឬក៏សិស្សវិទ្យាសាស្ត្រទេគឺយើងត្រូវមានការវិភាគមួយសម្រាប់ខ្លួនឯងយើងដឹងថាការវិភាគរៀនរត់យើងបែបណាការវិភាគរៀនគួរយើងបែបណាហើយនឹងយើងរៀននៅផ្ទះខ្លួនឯងពីប្រហែលម៉ោងទៅប្រហែលម៉ោងហើយដែលសំខាន់ហ្នឹងគឺយើងត្រូវចេះសម្គាល់មេរៀនដូចដែលយើងបានដឹងហើយថាសិស្សសង្គមគឺគាត់ត្រូវទន្ទិញមេរៀនច្រើនអញ្ចឹងកាលណាទន្ទិញមេរៀនច្រើនគឺវារៀងពិបាកដែរអញ្ចឹងយើងត្រូវតែចេះសម្គាល់មេរៀនថាតើមេរៀនណាសំខាន់មានចំណុចសំខាន់អីគេខ្លះនៅក្នុងមេរៀននីមួយៗហ្នឹងជាពិសេសហ្នឹងគឺយើងត្រូវមានសភៅតូចមួយដើម្បី note ថាតើអាចចំណុចសំខាន់នៅក្នុងមេរៀននីមួយៗហ្នឹងគឺវាមានអីគេខ្លះអ្វីដែលពិសេសហ្នឹងគឺយើងត្រូវមើលគំរូមេរៀនចាស់ៗក៏ដូចជាប្រភពមេរៀនអីជាដើមអញ្ចឹងយើងអាចរកបានប្រភពមេរៀនឬក៏គំរូមេរៀនចាស់ៗហ្នឹងនៅក្នុងសភៅក្រសួងអប់រំឬក៏បណ្ណាគីអីផ្សេងឬមួយក៏នៅតាមអ៊ីនធឺណិតអីចឹងទៅដូច Google ដូច YouTube នេះគឺជាប្រភពមេរៀនឯដល់គ្នាកាន់តែងាយស្រួលខាង Book Store ក៏បានរៀបចំនៅឈុតសភៅវិញ្ញាសាថ្នាក់សង្គមអត់ឲ្យបងប្អូនពិបាកទៅរកអីញញ៉ៃមានតែមួយឈុតហ្នឹងគឺស្រួលហ្មងព្រោះក្នុងសភៅនីមួយៗមានវិញ្ញាសាឆ្នាំចាស់វិញ្ញាសាត្រៀមសម្រួលដល់ការសិក្សាបងប្អូនខ្លាំងមែនតើអញ្ចឹងយើងត្រូវចេះស្វែងយើងត្រូវបើសិនជាយើងមានឆន្ទៈនៅក្នុងការមើលមេរៀននឹងមែនហើយមួយទៀតហ្នឹងគឺអនុវត្តជាក់ស្ដែងអញ្ចឹងការអនុវត្តជាក់ស្ដែងវាមិនមែនមានតែសិស្សវិទ្យាសាស្ត្រទេដែលយើងត្រូវអនុវត្តធ្វើលំហាត់ឬមួយក៏អីប៉ុន្តែសិស្សសង្គមក៏ដូចគ្នាគឺការដែលយើងមើលមេរៀនយល់ហើយថាតើយើងអាចចេះឆ្លើយសំណួរបាននៅយើងមានលទ្ធភាពនៅក្នុងការចេះឆ្លើយសំណួរនៅអញ្ចឹងអាហ្នឹងគឺជារឿងមួយដែលសំខាន់ហ្មងយើងមើលមេរៀនយល់ហើយយើងមើលសំណួរនឹងថាតើសំណួរគេចង់បានអីហើយយើងចេះឆ្លើយបានកម្រិតណាបានប្រមាណភាគរយអីហើយយើងចំណាយពេលប្រមាណនៅក្នុងការឆ្លើយសំណួរមួយហ្នឹងហើយចុងក្រោយគេហ្នឹងគឺការចែករំលែកនិងការសួរនាំគ្នាចំណុចនេះគឺសម្រាប់ថ្នាក់សង្គមគឺវាពិតជាមានសារៈសំខាន់ខ្លាំងមែនតើព្រោះដោយសារឧទាហរណ៍ដូចជាមុខវិជ្ជាប្រវត្តិវិទ្យាសិលធម៌ពលរដ្ឋជាដើមអញ្ចឹងការដែលយើងចេះសួរគ្នាចេះសួរនាំគ្នាតាក់ទងជាមួយនឹងមេរៀនថាសម័យកាលនេះវាមានព្រឹត្តិការណ៍មិនហើយដួលរលំមិនទៅអញ្ចឹងទៅយើងអាចជជែកគ្នាវែកញែកជាមួយនឹងសម័យកាលហ្នឹងអញ្ចឹងធ្វើឲ្យយើងចងចាំបានលឿនអាហ្នឹងគឺជាអីដែលសំខាន់ហ្មង